តើអ្វីទៅជា Gen Z បងប្អូនមួយរយៈនេះប្រហែលជាធ្លាប់បានឃើញនៅលើបណ្ដាញសង្គមមានភាពផុសផុលខ្លាំងដែលទៅចែកគ្នាតាក់ទងជាមួយនឹង Gen Z អញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចូលរួមជាមតិយោបល់ខ្លះៗតាក់ទងជាមួយនឹង Gen Z ស្អីទៅជា Gen Z មែនទែនទៅមនុស្សជាច្រើនក៏តែងតែយល់ថា Gen Z គឺជាក្រុមមនុស្សដែលគាត់មានភាពច្នៃប្រឌិតខ្ពស់គាត់ធ្វើការចូលចិត្តសេរីភាពគាត់ចូលចិត្តការងារណាដែលសាមញ្ញសប្បាយខ្លះឈៀលខ្លះអីចឹងទៅនេះគឺជាអីដែលពួកគាត់យល់ថាជា Gen Z ក៏ប៉ុន្តែជាការពិត Gen Z គឺជាក្រុមមនុស្សបានកើតនៅចន្លោះឆ្នាំ1997ដល់ឆ្នាំ2012ហើយក្រុមមនុស្សទាំងអស់នេះជាទូទៅគេតែងតែចាត់ទុកថាជាក្រុមមនុស្សដែលបានកើតនៅចំពេលដែលបច្ចេកវិទ្យាកំពុងតែមានការរីកដុះដាលខ្លាំងដែលពួកគាត់ពិតជាបានដឹងពិតជាបានស្គាល់និងពិតជាបានយល់យ៉ាងច្បាស់តាក់ទងជាមួយនឹងបច្ចេកវិទ្យាដោយបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងក្នុងពេលនេះ Facebook TikTok មានកម្មវិធីជាច្រើនដែលបានបង្កើតឡើងនៅក្នុងចន្លោះពេលហ្នឹងជាពិសេសគឺវាបានជួយសម្រួលទៅដល់ការរស់នៅរបស់ពួកយើងអញ្ចឹងហើយបានជា Gen Z គឺជាក្រុមមនុស្សមួយក្រុមដែលគេចាត់ទុកថាគឺជាមនុស្សដែលស្វែងយល់ពីបច្ចេកវិទ្យាហើយយកបច្ចេកវិទ្យាទាំងអស់ហ្នឹងយកមកប្រើប្រាស់ដើម្បីសម្រួលដល់ការងាររបស់ពួកគាត់ហើយធ្វើកិច្ចការងារមានប្រសិទ្ធភាពធ្វើការងារបានលឿនជាងមុនចំណេញពេលចំណេញថវិកាហើយនឹងជាពិសេសគឺពួកគាត់មានគំនិតច្នៃប្រឌិតថ្មីមានអ្វីដែលពួកគាត់អាចចូលរួមដោះស្រាយបញ្ហារបស់សង្គមមនុស្សរបស់យើងបានល្អប្រសើរជាងអ្នកចំនួនមុនដោយសារតែពួកគាត់អាចយកបច្ចេកវិទ្យាឬក៏ technology ហ្នឹងយកមកប្រើដើម្បីសម្រួលដល់កិច្ចការងាររបស់ពួកគាត់នេះហើយគឺជាគុណសម្បត្តិរបស់ Gen Z អញ្ចឹងបើនិយាយពី Gen Z មិនមែនមានថាទោះតែពួកគាត់គឺជាក្រុមមនុស្សដែលចូលចិត្តសបាយចូលចិត្តឈៀលទៅបិទការសបាយការឈៀលទាំងអស់ហ្នឹងមិនមែនតែចំនួន Gen Z ទេចំនួនណាក៏មានដែរហ្នឹងហើយគ្រាន់តែថាឲ្យតែជាយុវវ័យហើយគ្រាន់តែរបៀបនៃការរស់នៅចង់សបាយរបស់ពួកគាត់គឺផ្សេងគ្នាតែប៉ុណ្្នឹងឯងតែបើនិយាយឲ្យចំតែម្ដងគឺ Gen Z គឺជាក្រុមមនុស្សដែលស្វែងយល់ពីបច្ចេកវិទ្យាដឹងពីបច្ចេកវិទ្យាហើយយកបច្ចេកវិទ្យាហ្នឹងមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាឬក៏ដើម្បីមកធ្វើឲ្យពួកគាត់ហ្នឹងមានសមត្ថភាពប្រសើរឡើងមានកម្រិតប្រសិទ្ធភាពហ្នឹងគឺខ្ពស់ខ្លាំងមែនតើនេះឲ្យបាន Gen Z ពិតប្រាកដហើយជា Gen Z ដែលត្រឹមត្រូវទៀតផងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណ